អររយៈពេលជាង10ថ្ងៃហើយដែលប្រទេសអ៊ីរ៉ង់បានទប់ទល់ជាមួយនឹងសង្គ្រាមប្រឆាំងជាមួយនឹងមហាអំណាចលេខ1លើពិភពលោកអាមេរិកនិងប្រទេសដែលមានជំនាញខាងសង្គ្រាមនោះគឺអ៊ីស្រាអែលអ៊ីរ៉ង់ត្រូវបានគេប៉ាន់ប្រមាណថានឹងមិនអាចទប់ទល់ជាមួយនឹងមហាអំណាចអាមេរិកដែលរួមដៃគ្នាជាមួយនឹងអ៊ីស្រាអែលបានយូរនោះឡើយពលគឺអ៊ីរ៉ង់នឹងសុំចុះចាញ់ឬក៏សុំចរចាជាមួយនឹងមហាអំណាចអាមេរិកតែយ៉ាងណាក៏ដោយមកទល់នឹងពេលនេះគឺមិនទាន់មានការសុំចរចាឬក៏សុំចុះចាញ់នោះទេយើងមកស្គាល់អំពីប្រទេសរដ្ឋអ៊ីស្លាមដែលជាប្រទេសមួយដែលអាចបង្ហាញឲ្យឃើញថាខ្លួនមានកម្លាំងយោធាមានយុទ្ធបកដែលអាចទប់ទល់នឹងមហាអំណាចនេះបានច្រើនសប្តាហ៍ឬក៏ច្រើនខែតទៅទៀតអ៊ីរ៉ង់មានរដ្ឋធានីឈ្មោះថាតេហេរ៉ង់មានកម្លាំងយោធាលំដាប់លេខ14នៅលើពិភពលោកបើនិយាយដល់រឿងសេដ្ឋកិច្ចវិញអ៊ីរ៉ង់គឺជាប្រទេសមួយដែលមានចំណាត់ថ្នាក់លេខ19នៅក្នុងចំណោមប្រទេស G20 ដែលមានសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងលោកអ៊ីរ៉ង់មានប្រជាជនប្រមាណជា93លាននាក់មានផ្ទៃដីទំហំ1,648,195 គីឡូម៉ែត្រការ៉េអ៊ីរ៉ង់គឺជាប្រទេសមួយដែលមានប្រេងច្រើនជាងគេបំផុតនៅលើលោកជាប់ចំណាត់ថ្នាក់លេខ4អ៊ីរ៉ង់ក៏មានផងដែរនៅវាលខ្សាច់ដែលក្តៅបំផុតនៅលើលោកប្រមាណជា70ដឺក្រេនៅលើផ្ទៃដីអ៊ីរ៉ង់មានប្រព័ន្ធនាំទឹកក្រោមដីអាយុកាលជាង2500ឆ្នាំដែលមិនប្រើម៉ាស៊ីនបើនិយាយដល់ស្ថាបត្យកម្មអ៊ីស្លាមដែលស្អាតជាងគេនៅលើលោកនោះគឺ Nasr al-Mulk Mosque របស់អ៊ីរ៉ង់នេះឯងប្រទេសអ៊ីរ៉ង់បងប្អូនប្រកាសជាដឹងហើយថាគឺជាប្រទេសមួយដែលកាន់សាសនាអ៊ីស្លាមហើយមានមេដឹកនាំកម្ពុជាមុននឹងសង្គ្រាមបានផ្ទុះឡើងគឺលោកអាយ៉ាតូឡាអេលីខាម៉ានីប៉ុន្តែមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់រូបនេះត្រូវបានស្លាប់នៅពេលដែលអាមេរិកនិងអ៊ីស្រាអែលបានបើកឆាកប្រយុទ្ធគ្នាតាំងតែពីថ្ងៃដំបូងមកម្លេះប្រិមិត្តជាទីគោរពនិងជាទីមេត្រីដូច្នេះនេះគឺជារឿងរ៉ាវខ្លះពីប្រទេសអ៊ីរ៉ង់ដែលបងប្អូនមួយចំនួនបានដឹងហើយបងប្អូនមួយចំនួនទៀតក៏មិនទាន់បានដឹងអញ្ចឹងទេអ៊ីរ៉ង់គឺជាប្រទេសមួយដែលមិនធម្មតាបាទមិនធម្មតាបើទោះបីជាមិនល្បីឬក៏បើទោះបីជាមិនមានកម្លាំងយោធាដែលអាចនិយាយបានថាជាប្រទេសមហាអំណាចក៏ពិតមែនក៏ប៉ុន្តែអ៊ីរ៉ង់មិនធម្មតានោះទេហើយមេដឹកនាំរបស់អ៊ីរ៉ង់នៅពេលនេះបានបញ្ជាក់ថាបើទោះបីជាធ្វើសង្គ្រាមជាមួយនឹងមហាអំណាចអាមេរិករាប់ឆ្នាំទៀតក៏អ៊ីរ៉ង់មិនខ្វះនៅយុទ្ធបកមីស៊ីលឬក៏ drone សម្រាប់ធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកដែលនៅប្រទេសនៅក្នុងមជ្ឈមបូព៌ាផងដែរអញ្ចឹងបានន័យថាអ៊ីរ៉ង់គឺជាប្រទេសមួយដែលអាចផលិតនៅយុទ្ធបកដោយខ្លួនឯងផងហើយគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចល្អអាចទិញនៅអាវុធយុទ្ធភ័ណ្ឌពីប្រទេសបាទកុម្មុយនីសបាទផ្សេងដូចជាចិនឬក៏រុស្ស៊ីអីជាដើមដើម្បីធ្វើការប្រឆាំងជាមួយនឹងអ៊ីស្រាអែលរួមជាមួយនឹងសហរដ្ឋអាមេរិកតើលោកអ្នកយល់យ៉ាងណាដែរសូមកុំភ្លេចចូលរួមបញ្ចេញមតិយោបល់ម្នាក់មួយនៅក្នុងប្រអប់ខមមិនខណៈនេះខ្ញុំបាទសូមអរគុណសូមគោរពលា